แต่មានគុណភាពដើម្បីរក្សាជីជាតិរបស់ដីធានាផលិតភាពដំណាំនិងជួយដល់ជីវភាពរស់នៅរបស់កសិករក៏ប៉ុន្តែការកើនឡើងនៃជីខ្លែងខ្លាយនៅក្នុងទីផ្សារកំពុងតែគំរាមកំហែងទៅដល់វិស័យកសិកម្មដោយបំផ្លាញគុណភាពដីបន្ថយទិន្នផលនិងអាចបង្កជំងឺមហារីកជីខ្លែងខ្លាយគ្មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ខ្វះអាសូតផូស្វ័រប៉ូតាស្យូមនិងមីក្រូសារធាតុដែលសំខាន់សម្រាប់ការលូតលាស់ទាំងឫសដើមស្លឹកផ្កានិងផ្លែការសិក្សាថ្មីមួយរបស់សហព័ន្ធសភាពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌាបានប៉ាន់ប្រមាណថាអត្រាប្រេវឡង់ 25% នៃសារធាតុខ្លែងខ្លាយក្នុងជីកសិកម្មអាចបណ្ដាលឲ្យទិន្នផលធ្លាក់ចុះ 4% នៅប្រទេសចិនការធ្វើតេស្តលើជីកសិកម្មមួយចំនួនបង្ហាញថាសារធាតុបំប៉នមានតិចជាង 30% បើធៀបទៅនឹងព័ត៌មានដែលសរសេរនៅលើសម្បកការុងប្រទេសវៀតណាមការប្រើជីខ្លែងខ្លាយឬគុណភាពអន់បានធ្វើឲ្យប្រទេសនេះខាតបង់ប្រហែលជា2កណ្ដោះសញ្ញា $5,000 លានអាមេរិកជារៀងរាល់ឆ្នាំលើកពីនេះសំណល់នៅក្នុងដីបានធ្វើឲ្យដំណាំជាច្រើនរួមទាំងទុរេនផងបាត់បង់ទីផ្សារនាំចេញនេះបើយោងទៅតាមកាសែត Vietnam Express មិនត្រឹមតែធ្វើឲ្យកសិករខាតប្រាក់ជីខ្លែងខ្លាយថែមទាំងបំផ្លាញដីរបស់កសិករទៀតយោងតាមអង្គការ AgroPage និង Policy Circle ជីខ្លែងខ្លាយមានលាយកាកសំណល់ឧស្សាហកម្មដូចជាម្សៅថ្មម៉ាបកំបោរនិងសារធាតុពណ៌បង្កមហារីកដែលធ្វើឲ្យខូចទៅដល់ជីជាតិដីនិងប៉ះពាល់ដល់សុខភាពកសិករជីខ្លែងខ្លាយហូរចូលពីប្រភពមិនច្បាស់លាស់ដែលកិច្ចពន្ធតាមច្រកព្រំដែនដោយគ្មានការត្រួតពិនិត្យការនេះជះឥទ្ធិពលដល់សុវត្ថិភាពស្បៀងអាហារសន្តិសុខសង្គមចំណែកចំណូលសេដ្ឋកិច្ចហូរទៅកាន់ប្រទេសដទៃនាំឲ្យបាត់បង់សក្តានុពលអភិវឌ្ឍប្រទេសជាតិលោកច័ន្ទសុភ័ក្រអគ្គនាយកក្រុមហ៊ុនកសិកម្មក្នុងស្រុកអង្គរ Green និយាយថាកសិករត្រូវតែប្រុងប្រយ័ត្ននៅក្នុងការជ្រើសរើសជីប្រើប្រាស់ជីសុទ្ធមានគុណភាពខ្ពស់នាំចូលនិងចែកចាយដោយក្រុមហ៊ុនស្របច្បាប់និងមានកេរ្តិ៍ឈ្មោះល្អនៅក្នុងទីផ្សារជីយ៉ារ៉ាមកពីប្រទេសន័រវេអាចជាជម្រើសមួយក៏ប៉ុន្តែលោកសុភ័ក្រថាក្រុមហ៊ុនរបស់លោកអាចផ្ដល់ប្រឹក្សាដោយឥតគិតថ្លៃទៅលើជម្រើសជីផ្សេងៗនិងបច្ចេកទេសប្រើប្រាស់ឲ្យទទួលបានទិន្នផលខ្ពស់ទិញជីស្របច្បាប់ពីក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះល្អទទួលបានជីមានគុណភាពខ្ពស់ទទួលបានចំណេះដឹងពីបច្ចេកទេសថ្មីៗនិងដំណោះស្រាយទៅលើបញ្ហាដែលកសិករកំពុងតែជួបប្រទះដើម្បីឈានទៅផលិតកសិផលស្របទៅតាមស្តង់ដារដែលទីផ្សារត្រូវការខ្ញុំរស់សុធាពី News Today NTTV